សូមគោរពនិងជំរាបសួរសូមស្វាគមន៍មកកាន់កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ2025វគ្គជំនួសជុំទី3តើពុកម៉ែបងប្អូនចង់ដឹងទេថាវគ្គជំនួសជុំទី3នេះក្រុមពួកយើងមានអ្វីដែលប្លែកនិងអស្ចារ្យនោះខ្ញុំផែនស្រីណានាងខ្ញុំញ៉ស្រីពៅនាងខ្ញុំវិនសុគន្ធីតានាងខ្ញុំងឿនចាន់លេនាងខ្ញុំឈ្មោះរ៉ែនសំផស្សបានជាពួកយើងសម្រេចចិត្តចូលរួមក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិដោយសារតែពួកយើងចង់ទទួលបានចំណេះដឹងថ្មីៗនិងយល់ដឹងពីសង្គមឲ្យកាន់តែទូលំទូលាយជាងមុនស្របទៅតាមសម័យកាលនីមួយៗជាមួយគ្នានេះផងដែរការចូលរួមក្នុងកម្មវិធីជជែកដេញដោលនេះជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ក្រុមពួកយើងក្នុងការអភិវឌ្ឍទាំងជំនាញនិយាយការគិតវិភាគក៏ដូចជាការធ្វើការងារជាក្រុមកម្មវិធីជជែកដេញដោលគឺជាវេទិកាដ៏សំខាន់មួយសម្រាប់យុវជនក្នុងការបញ្ចេញមតិដើម្បីបង្ហាញអត្ថប្រយោជន៍នៃការគិតអភិវឌ្ឍនិងការជជែកជាយុត្តិធម៌ក្នុងវគ្គនេះពួកយើងបានចូលរួមជជែកដេញដោលស្ដីអំពីប្រធានបទការរឹតបន្តឹងព្រះសង្ឃមិនឲ្យប្រើប្រាស់បណ្ដាញសង្គមគឺជាយុទ្ធសាស្ត្រចម្បងក្នុងការរក្សាតម្លៃព្រះពុទ្ធសាសនាក្រោយពីបានសិក្សាពីប្រធានបទនេះមួយរយៈរួចមកជាមួយនឹងលោកគ្រូអ្នកជំនាញក៏ដូចជាសមាជិកផ្ទាល់យើងឃើញថាប្រធានបទនេះគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សានៅតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយនេះផងដែរក្នុងនាមពួកយើងជាយុវជនជជែកដេញដោលដែលស្ថិតនៅក្នុងក្រុមបដិសេធក្រោយពីពួកយើងបានសិក្សាលើប្រធានបទនេះរួចមកប្រធានបទនេះពិតជាសំខាន់ណាស់ដែលតម្រូវឲ្យយើងគិតថាក្នុងការរក្សាតម្លៃព្រះពុទ្ធសាសនាការរដ្ឋបတ်ព្រះសង្ឃមិនឲ្យប្រើប្រាស់បណ្ដាញសង្គមគឺពិតជាយុទ្ធសាស្ត្រចម្បងក្នុងការរក្សាតម្លៃព្រះពុទ្ធសាសនាមែនឬយ៉ាងណាជាចុងក្រោយពួកយើងសង្ឃឹមថាពួកយើងនឹងអាចបញ្ចេញសមត្ថភាពដែលពួកយើងខំហ្វឹកហាត់អស់ជាច្រើនយកទៅបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះទោះជាយ៉ាងណាក៏ដោយក៏ពួកយើងនៅតែខិតខំព្យាយាមប្រឹងប្រែងឲ្យអស់ពីសមត្ថភាពពួកយើងដើរមកដល់វិថីនៃការប្រកួតប្រជែងនេះជាមួយគ្នាហើយយើងត្រូវតែជំនះឧបសគ្គទាំងអស់នេះជាមួយគ្នាគូជំរាបដែរថាកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី31ខែឧសភាឆ្នាំ2025នាពេលខាងមុខនេះពុកម៉ែបងប្អូនក៏អាចទស្សនាដោយផ្ទាល់និងតាមរយៈការ live នៅលើគេហទំព័រផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាហើយពុកម៉ែបងប្អូនក៏អាចគ្រប់គ្រងក្រុមយើងខ្ញុំតាមរយៈការបោះឆ្នោតក្នុងការ live ផងដែរកំបិតសំលៀងលើថ្មមនុស្សដកខាត់ក្នុងចំណោមមនុស្សពួកយើងនៅតែសង្ឃឹមយ៉ាងមុតមាំថាពួកយើងនឹងអាចធ្វើវាបានបន្តដំណើរជាមួយកម្មវិធីជជែកដេញដោលទៅកាន់វគ្គបន្តទៀត